ឃើញរូបភាពហើយបងប្អូនអាចសម័យបានថាតើ idiom head in the clouds មានអត្ថន័យបែបម៉េចនៅថ្ងៃនេះគឺ chasing a dollar ស្វាគមន៍មកកាន់ថ្នាក់រៀនភាសាអង់គ្លេសជាមួយ Mr. Sultan ថ្ងៃនេះយើងនឹងបន្តមេរៀន idioms របស់យើងទៀតបាទ idiom នៅថ្ងៃនេះយើងនឹងសិក្សាតាក់ទងទៅនឹង idiom នៅថ្ងៃនេះគឺ head in the clouds បាទបងប្អូនមើលឃើញរូបភាពដែលខ្ញុំបានដាក់ឲ្យគឺមានបរិសម្នាក់ហើយមានថាគាត់ចេញតែកទេឃើញតែខ្លួនហើយនឹងក្បាលគាត់បាទឃើញតែខ្លួនហើយនឹងក្បាលគាត់បាទបងប្អូនឃើញរូបភាពហើយបងប្អូនអាចសម័យបានថាតើ idiom head in the clouds មានអត្ថន័យបែបម៉េចយើងអាចទូទាយទាំងអស់គ្នាមុននឹងយើងទៅមើលអត្ថន័យទាំងអស់គ្នាតោះឥឡូវចាំឲ្យទៀតយើងទៅមើលអត្ថន័យទាំងអស់បាទ head in the clouds mean the situation when someone who is daydreaming or not paying attention to their surroundings មានន័យថាគឺជាស្ថានភាពមួយដែលមនុស្សណាម្នាក់គឺគាត់ daydreaming មានន័យថាសបិនទាំងថ្ងៃឬក៏មិន not paying attention មានន័យថាមិនគេហៅថាមិនផ្ដោតអារម្មណ៍ទៅលើរឿងជុំវិញអញ្ចឹងណាអូខេនិយាយចំបកប្រែជាភាសាខ្មែរស្ថានភាពហ្នឹងគឺមនុស្សផ្លឹកឬក៏មនុស្សមិនបានផ្ដោតអារម្មណ៍ឡើងតែផ្លឹកទៅណាគិតសម័យទៅដល់ណាដល់ណីទៅហើយដល់ពេលគេសួរទៅអត់ដឹងថាគេលើកឡើងពីអីនិយាយពីអីយើងអាចប្រើស្ថានភាពហ្នឹងបានយើងអាចបកប្រែក្នុងអត្ថន័យហ្នឹងព្រោះ idiom គឺជាទូទៅគេប្រើក្នុងអត្ថន័យmetaphor គឺប្រៀបធៀបបាទអញ្ចឹងយើងទៅមើលឧទាហរណ៍ទាំងអស់គ្នា During English class she has her head in the clouds and didn't hear a word the teacher said បាទកំឡុងពេលថ្នាក់រៀនភាសាអង់គ្លេសនាងស្លុងនាងដឹងសម័យទៅណាទេណានាងអត់ឮពាក្យដែលលោកគ្រូលើកឡើងទេបាទអញ្ចឹងមានថាអង្គុយរៀនសុកស្លុងឬក៏សបិនតាណាតាណីអញ្ចឹងណាបាទហើយគេគោះទៅថាអត់ឮអត់ដឹងថាគ្រូនិយាយពីអីទាំងអស់គ្នាធ្លាប់ជួបស្ថានភាពហ្នឹងណាបាទបើធ្លាប់ជួបស្ថានភាពហ្នឹងគឺអាចប្រើប្រាស់ clear head in the cloud បានបាទ idiom ទី2បាទងាយ idiom នៅថ្ងៃនេះគឺ chasing a dollar បាទ chasing dollar ខ្មែរយើងបាច់សម័យច្រើនយើងងាយស្រួលបកប្រែតាមអីដែលយើងឃើញជារូបភាពណា chasing dollar មានន័យថាដេញតាមលុយរត់តាមលុយអញ្ចឹងណាបាទអញ្ចឹង idiom ហ្នឹងមានអត្ថន័យថា constantly trying to make money often at the expense of other values like happiness ethics or balance in life បាទជាទូទៅគឺផ្ដោតទៅលើបាទ idiom ហ្នឹងពេលណាម្នាក់មានតែផ្ដោតទៅលើលុយមានតែគាត់រត់តាមលុយជាជាងការរត់តាមនៅចំណង់ចំណូលចិត្តឬក៏គេថាគុណតម្លៃសង្គមអីផ្សេងអញ្ចឹងណាអញ្ចឹងយើងអាចប្រើប្រាស់ idiom នឹងបានតោះឥឡូវយើងទៅឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍ some students choose majors just for money chasing dollars instead of their interest បាទសិស្សមួយចំនួនគាត់ជ្រើសរើសមុខវិជ្ជារៀនហ្នឹងគឺដើម្បីតែលុយទេគាត់រត់តាមលុយជាជាងរត់តាមចំណង់ចំណូលចិត្តរបស់គាត់ interest ហ្នឹងមានថាគាត់ចង់រៀនអីមានចំណង់ចំណូលចិត្តអីពូកែអីអញ្ចឹងគាត់ជ្រើសអាហ្នឹងប៉ុន្តែគាត់មិនជ្រើសរើសអាហ្នឹងទេគឺគាត់ជ្រើសរើសមុខវិជ្ជាណាដែលរៀនទៅបានលុយច្រើនអញ្ចឹងណាអូខេយើងអាចប្រើប្រាស់នៅ chasing dollar បាទឧទាហរណ៍មួយទៀត his wife said he was so busy chasing dollars that he had no time for his family បាទគាត់នឹងប្រពន្ធគាត់និយាយថាគាត់រវល់រត់តាមលុយគាត់មិនមានពេលសម្រាប់គ្រួសារទេបាទអ្នកដែលមានគ្រួសារគេអាសានិយាយថាមួយថ្ងៃរត់តាមលុយអត់ខ្វល់ពីអ្នកផ្ទះសោះគេគាត់រវល់តែរត់តាមលុយអូខេអញ្ចឹងមានអត្ថន័យថាគាត់នឹងរវល់តែទៅរកលុយបាទរវល់ទៅរកលុយតែគាត់អត់សូវខ្វល់ពីស្ថានភាពអីផ្សេងបាទហ្នឹងគឺជាស្ថានភាពដែលយើងអាចប្រើប្រាស់ chasing dollar បានបាទអូខេ idiom យើងនៅ
video ní cứ idiom pí dương mà sẵn thẹp lần vén cứ head in the clouds and chasing dollars bà chasing a dollar bà chẳng idiom bao dương miền pí ní hơi sẵn không tha mê riêng chiភាសាអង់គ្លេសទាំងអស់នេះអាចចូលរួមចំណែកជួយកសាងសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសរបស់បងប្អូននិងចូលរួមចំណែកក្នុងការកសាងសង្គមជាតិរបស់យើងនៅថ្ងៃក្រោយនៅពេលដែលបងប្អូនយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបាទពីខ្ញុំសុថេនសូមអរគុណសូមជម្រាបលា